ជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំរៀងទំនេរដៃបន្តិចបងប្អូនអត់សូវរវល់ក៏បានមានពេលកាត់វីដេអូជូនបងប្អូនទស្សនាបន្តិចចាដោយសារតែវីដេអូនេះវាជាប់ឮសំឡេងអត់ច្បាស់ហើយខ្យល់ខ្លាំងពេកបើសិនជាអត់សូវខ្យល់ឮសត្វយំខ្ញុំអត់ voice over ទេប៉ុន្តែដោយសារតែខ្យល់ខ្លាំងពេកទៅវាឮខ្យល់ខ្លាំងជាងសត្វយំអញ្ចឹងក៏បញ្ចូលសំឡេងទៅចាបងប្អូនវីដេអូនេះគឺខ្ញុំថតនៅប្រាសាទបាពួនហើយខ្ញុំដើរពេលហ្នឹងក្តៅថ្ងៃមកប្រហែល12អញ្ចឹងទៅក៏ពីរអ្នកម្ដាយកូនចាខ្ញុំហើយម៉ាក់ខ្ញុំហ្នឹងក៏សម្រាប់អង្គុយនៅលើអាស្ពានយើងដើរចូលតួប្រាសាទដល់បងប្អូនក៏អង្គុយប្រាជ្ញប្រោកគ្នាពីរអ្នកម៉ែកូនអង្គុយមើលដើមឈើស្លឹកឈើជ្រុះអង្គុយមើលមេឃព្រោះវាស្អាតពេកវាមេឃខៀវស្ងាត់និយាយទៅស្អាតមែនតើហ្មងបើកថ្ងៃកាន់តែខ្លាំងមេឃកាន់តែស្រឡះដើមឈើធំហ្នឹងថតរូបមករឹតតែស្អាតបងប្អូនចាវាក្តៅយើងតិចមែនប៉ុន្តែជួយថាបើថតរូបថតវីដេអូស្អាតខ្លាំងទេសភាពនៃខេត្តសៀមរាបហើយនិយាយទៅគឺអារម្មណ៍ស្រស់ស្រាយបងប្អូនមានសត្វជុំជីចាច់មានស្វាវារត់លេងរត់អីចាបន្ទាប់ពីហ្នឹងក៏ខ្ញុំហើយម៉ាក់ខ្ញុំហ្នឹងនាំគ្នាដើរឆ្លងចាលបងនេះមកដល់ប្រាសាទភិមានអាកាសបងប្អូនហើយប្រាសាទភិមានអាកាសនេះក៏អត់ឡើងដែរក៏ទៅថតរូបពីមុខបន្តិចតួចដោយសារតែខ្ញុំធ្លាប់មកប្រាសាទនេះច្រើនដងហើយចាហើយក៏ធ្លាប់ឡើងធ្លាប់អីចឹងក៏អត់ឡើងទៅចាហើយទៅក៏ហួសមកដល់ទីលានព្រះស្ដេចគំលុងបងប្អូនចាទីលាននេះគឺមានរូបច្រើនមែនតើបងប្អូនភាគច្រើនខ្ញុំអត់សូវឃើញមានអ្នកថតដោយសារតែដូចថាវាមើលទៅដូចទីលានវាលប៉ុន្តែក៏ពិតទៅរូបនៅលើអញ្ចាំងឯហ្នឹងច្រើនណាស់បងប្អូននៅទីលានហ្នឹងចាប៉ុន្តែប្រហែលជាគិតថាពេលយើងដើរទៅវាហត់បងប្អូនចិត្តដល់កន្លែងសម្រាប់ញ៉ាំអីហ្នឹងទៅឃើញកន្លែងញ៉ាំអីទៅភ្លេចកន្លែងហ្នឹងភាគច្រើនគឺអញ្ចឹងឯងចាបងប្អូនអរគុណដែលបានចូលមើលវីដេអូនេះបងប្អូនសុខសប្បាយ